ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះដួងសវណ្ណនីតាជានិស្សិតឆ្នាំទី3មហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មក៏ដូចជានិស្សិតស្ម័គ្រចិត្តនិងកំពុងសរសេរសារណាប័ទ្មនៅក្នុងមន្ទីរពិសោធន៍បង្កាត់រុក្ខជាតិនិងរុក្ខជីវបច្ចេកទេសផងដែរហើយសារណាប័ទ្មរបស់នាងខ្ញុំនោះគឺប្រធានបទអន្តរអំពើរវាងបរិមាណគ្រាប់ពូជនិងបរិមាណជីអាសូតទៅលើការលូតលាស់និងទិន្នផលរបស់ដំណាំស្រូវពូជនឹងអំនៅក្នុងលក្ខខណ្ឌដីល្បាញខ្សាច់តើបើចង់ដឹងថាតើគោលបំណងរបស់សារណាប័ទ្មនាងខ្ញុំនោះសរសេរអំពីអ្វីទៅមើលទាំងអស់គ្នានឹងឯអ្នកទាំងអស់គ្នាគោលបំណងរបស់ខ្ញុំនៅក្នុងការពិសោធន៍សារណាប័ទ្មតាក់ទងនឹងពូជស្រូវនឹងអំនឹងគឺដើម្បីកំណត់នៅបរិមាណគ្រាប់ពូជក៏ដូចជាកំណត់នៅកម្រិតអាសូតដែលសមស្របសម្រាប់ការលូតលាស់របស់ពូជស្រូវនឹងអំនឹងឯដំណាំស្រូវគឺជាដំណាំចម្បងទី1នៅក្នុងប្រទេសកម្ពុជាយើងហើយនៅក្នុងប្រទេសកម្ពុជាយើងមានផ្ទៃដីប្រហែលជា3លានហិកតាជាងសម្រាប់ធ្វើការដាំដុះដំណាំស្រូវផងដែរមូលហេតុដែលនាងខ្ញុំលើកយកពូជនឹងអំនេះមកធ្វើការសិក្សាស្រាវជ្រាវពីព្រោះថាពូជនឹងអំនេះត្រូវបានលើកទឹកចិត្តឲ្យប្រជាកសិករខ្មែរយើងធ្វើការដាំដុះនៅក្នុងស្រុកខ្មែរយើងនឹងឲ្យបានកាន់តែច្រើនរហូតដល់រដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបង្កើតនៅសហគមន៍ទំនើបស្រូវនឹងអំដែលមានទីតាំងស្ថិតនៅស្រុកស្វាយលើខេត្តសៀមរាបផងដែរយ៉ាងវិញទៀតនោះគឺប្រជាជនដែលគាត់ប្រើប្រាស់ពូជនឹងអំនេះគាត់មិនទាន់បានយល់ដឹងច្បាស់ទាក់ទងនឹងការប្រើប្រាស់បរិមាណគ្រាប់ពូជនឹងអំទៅលើដីស្រែរបស់គាត់នៅឡើយទេហើយមួយទៀតគឺការប្រើប្រាស់កម្រិតជីឲ្យបានត្រឹមត្រូវសមស្របទៅនឹងការលូតលាស់របស់ពូជស្រូវនឹងអំផងដែរដូច្នេះហើយបានជាខ្ញុំលើកយកប្រធានបទនេះមកធ្វើការសិក្សាស្រាវជ្រាវដើម្បីជាដំណោះស្រាយទៅដល់ប្រជាកសិករដែលកំពុងតែជួបបញ្ហាទាំងអស់នេះជាចុងក្រោយបន្ទាប់ពីបញ្ចប់សារណាប័ទ្មរបស់នាងខ្ញុំហើយនាងខ្ញុំនឹងសង្ឃឹមថានឹងអាចជួយកំណត់បាននៅបរិមាណគ្រាប់ពូជក៏ដូចជាបរិមាណជីសមស្របសម្រាប់ពូជស្រូវនឹងអំនេះជួយប្រជាកសិករឲ្យប្រើប្រាស់ឲ្យបានត្រឹមត្រូវផងដែរពីនាងខ្ញុំនីតាសូមអរគុណសូមជម្រាបលា